នេះជាឌីសគូយន្តបងប្អូនបាទឌីសគូយន្តនេះវាមានបញ្ហាខូចរសបងប្អូនហ្នឹងហើយខូចរសពេលនេះខ្ញុំដូររសបងប្អូនហ្នឹងហើយពេលនេះខ្ញុំចាប់ផ្ដើមដាក់ជើងទប់រសវាបាទជើង6គ្រាប់ហ្នឹងខ្ញុំទប់រសហ្នឹងអញ្ចឹងខ្ញុំកែបន្តិចបងប្អូនហ្នឹងហើយកែយើងដាក់រងមកគ្រាប់មកបាទញាត់ចូលបាទញាត់រងមួយហើយយើងញាត់រសមួយបាទរួចញាត់រងមួយយើងញាត់រសមួយអញ្ចឹងខ្ញុំចាប់ផ្ដើមញាត់រស3រួចហើយខ្ញុំហែកមកថងរសវាមកថងវាមាន3រសបងប្អូនបាទអញ្ចឹងយើងឆេះញឹកពេកយើងត្រូវដូររសរួចនឹងទ្របរងមកគ្រាប់ទៀតឲ្យវាតឹងបងប្អូនហ្នឹងហើយឲ្យវារឹបណែនល្អបាទស្បែកវានេះអត់ឆេះទេប៉ុន្តែម្ចាស់គាត់ថាខ្សោយអញ្ចឹងខ្ញុំដូររសបងប្អូនហ្នឹងហើយដូររស3គ្រាប់មកឆេះញឹកពេកបងប្អូនត្រូវដូររសហ្នឹងហើយដូររសទៅខ្លាំងវិញហើយអញ្ចឹងយើងមិនបាច់ដូរដុំឌីសច្រើនទេអញ្ចឹងខ្ញុំដូររសរួចហើយខ្ញុំដាក់ជើង3បាទជើង3ហ្នឹងយើងញាត់ចូលអញ្ចឹងដូចខ្ញុំញាត់ហ្នឹងបាទថ្ងៃញាត់អញ្ចឹងមកផ្ងាមកបាទផ្ងាអញ្ចឹងមកក៏ខ្ញុំចាប់ផ្ដើមរៀបឌីសបងប្អូនហ្នឹងហើយឌីសវា3ស្លឹកអញ្ចឹងយើងដាក់ឌីសមួយបាទហ្នឹងហើយឌីសស្មាច់មួយយើងដាក់ដែកមួយបាទហ្នឹងហើយដែកចាប់ឌីសហ្នឹងបងប្អូនហ្នឹងហើយនឹងដាក់ដែកមួយបាទដាក់ដែកមួយហើយក៏យើងដាក់ឌីសមកគ្រាប់មួយស្លឹកទៀតបាទហ្នឹងហើយយើងដាក់មួយស្លឹកទៀតហើយក៏យើងដាក់ដែកមួយស្លឹកទៀតបងប្អូនហ្នឹងហើយខ្ញុំចាប់ផ្ដើមដាក់ដែកមួយស្លឹកទៀតហើយអញ្ចឹងខ្ញុំយកឌីសមួយស្លឹកទី3ហ្នឹងដាក់បង្ហើយហ្នឹងរួចនឹងដាក់ឌីសរួចហើយក៏ខ្ញុំចាប់ផ្ដើមដាក់ដែកបង្ហើយបងប្អូនណាដែកបង្ហើយក៏ខ្ញុំចាប់ប្រឡុងបងប្អូនហ្នឹងហើយយើងយកប្រឡុង3គ្រាប់មករួចយើងជន់តិចបងប្អូនហ្នឹងហើយហ្នឹងដូចខ្ញុំដាក់អញ្ចឹងជន់ហើយក៏យើងមូចូលទាំង3ហើយចាប់ផ្ដើមរឹតបងប្អូនហ្នឹងហើយក៏យើងរឹតម្ដងតិចចូលរួចហើយក៏យើងចាប់ផ្ដើមវាយកន្លះបងប្អូនបាទវាយកន្លះវាបញ្ចូលគ្រប់3កន្លះហ្នឹងមកបាទកន្លះញាត់ចូលហើយយើងវាយបត់វិញបងប្អូនហ្នឹងហើយបត់លើក្រោមក៏បត់លើក៏បត់បងប្អូនហ្នឹងហើយបត់គ្រប់3ហ្នឹងគឺយើងរឹតភ្ជាប់វាបន្តិចបងប្អូនបាទហ្នឹងហើយរឹតភ្ជាប់តែប៉ុណ្ណឹងរួចជាស្រេចបាទបងប្អូនហ្នឹងហើយបាទរឹតមករួចបាទគោះឲ្យជាប់មកហ្នឹងហើយរួចបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងបងប្អូនបាទជួយ like ជួយ share ផងហ្នឹងហើយអរគុណបាយបាយ